នៅពេលនេះដែរពិភពលោកកំពុងតែចាប់អារម្មណ៍ជាមួយនឹងវិវាទយោធាធំនៅតំបន់មជ្ឈមបូព៌ាដែលបាននាំឲ្យមានសំណួរធំមួយថាតើចំនួនរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចនាំឲ្យមានសង្គ្រាមពិភពលោកលើកទី3ដែរឬទេនេះខ្លះទៅជាព័ត៌មានក្តៅដែលបានស្វែងរកយ៉ាងខ្លាំងនឹងពិភាក្សាជាច្រើននៅលើប្រព័ន្ធព័ត៌មានអន្តរជាតិដោយសារតែការវាយប្រហារដ៏ធំពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនេះទៅលើអ៊ីរ៉ង់បានបង្កើតនូវភាពតានតឹងខ្លាំងនៅក្នុងតំបន់និងបានធ្វើឲ្យមានការឆ្លើយតបយោធារបស់អ៊ីរ៉ង់ទៅកាន់គោលដៅអាមេរិកនិងមិត្តរួមគ្នាដូចគ្នាកិច្ចប្រណាំងនៅយោធានៅតំបន់នេះបានចាប់ផ្ដើមជារឿងធំធេងនៅពេលដែលសហរដ្ឋអាមេរិកបានចាប់ផ្ដើមយុទ្ធនាការយោធាអគ្គិសនីដែលត្រូវបានហៅថា Operation Epic Fury ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលវាបានបញ្ជាក់ថាអ៊ីរ៉ង់អាចនឹងមានកម្មវិធីនុយក្លេអ៊ែរនិងសមត្ថភាពវាយប្រហារផ្សេងៗការវាយប្រហារនេះបាននាំឲ្យអ៊ីរ៉ង់ឆ្លើយតបដោយការបាញ់មីស៊ីលទៅលើបេសកកម្មយោធាហើយជំហាននេះដែរក៏វាបានធ្វើឲ្យមានការតានតឹងទៅលើសេដ្ឋកិច្ចនិងភាពសន្តិសុខនិងយុទ្ធសាស្ត្រអន្តរជាតិយ៉ាងណាក៏ដោយអ្នកវិភាគជាច្រើនបានចាត់ទុកថាការរីករាលដាលជាសង្គ្រាមពិភពលោកលើកទី3នេះនៅតែមិនមែនជារឿងដែលបានប្រកាសរួចទៅទេព្រោះនៅឡើយវាមានការចូលរួមផ្លូវការពីកងយោធាចម្បងរវាងអាណាចក្រធំៗដូចជារុស្ស៊ីឬក៏ប្រទេសចិនដែលបានចូលរួមយោធាជាមួយភាគីណាមួយភ្លាមៗគ្មានកិច្ចសម្ព័ន្ធយោធាធំៗជាមួយអ៊ីរ៉ង់ដែលបានផ្ទៀងផ្ទាត់ថានឹងធ្វើឲ្យមានការប្រយុទ្ធផ្លូវយោធាធំជាមួយអាមេរិកនៅពេលនេះឡើយទោះជាយ៉ាងណាអ្នកវិភាគក៏បានប្រមានថាការព្យាយាមដើម្បីធ្វើឲ្យរបបរដ្ឋាភិបាលអ៊ីរ៉ង់ធ្លាក់ចុះឬក៏ការវាយប្រហារដើម្បីបញ្ឈប់យុទ្ធនាការអាវុធនុយក្លេអ៊ែរនេះអាចនាំឲ្យមានការកើនឡើងនៃភាពតានតឹងជានិច្ចហើយក៏វាអាចធ្វើឲ្យរំខានទៅលើប្រទេសជុំវិញទូទាំងមជ្ឈមបូព៌ានិងអាស៊ីចតុមុខការតវ៉ានេះគឺអាចទម្លាក់ទៅលើក្រុមកងទ័ពនិងប្រទេសជិតខាងដូចជាអារ៉ាប់រួម UAE ក៏ដូចជាសាអូឌីអារ៉ាប៊ិកនិងប្រទេសផ្សេងៗនៅក្នុងតំបន់ដូចគ្នាសហភាពអឺរ៉ុបនិងប្រទេសរួមផ្សេងទៀតក៏បានបង្ហាញនូវសេចក្តីព្រមានថាការសង្គ្រាមយងវែងរវាងកងយោធាអាមេរិកនិងអ៊ីរ៉ង់នេះអាចបណ្ដាលឲ្យមានការលើកស្ទួយកងយោធានានានៅមកចូលរួមសង្គ្រាមបើសិនបើវាមានរយៈពេលវែងរហូតនឹងស្របជាមួយនឹងការផ្លាស់ប្ដូរនៅការចូលរួមរបស់ប្រទេសធំៗទៅប្រទេសផ្សេងៗប្រទេសដូចជាប្រទេសបារាំងនិងចក្រភពអង់គ្លេសបានថ្លែងថាពួកគេខិតខំស្វែងរកនៅការជំនះយ៉ាងទៀងទាត់មិនចង់ឲ្យមានទំនាក់ទំនងនេះចូលទៅក្នុងចំនួនធំយ៉ាងជ្រាលជ្រៅដែលអាចបំផ្លាញនូវសន្តិសុខសន្តិភាពសកលឡើយអ្នកវិភាគនៅក្នុងនេះដែរក៏មានការសង្ស័យផងដែរថាប្រសិនបើ conflict មួយនេះបានគ្រប់គ្រងតើអាចឲ្យមានការហាក់ផ្លាស់ប្ដូរដូចជាសង្គ្រាមធំជាងមុនដោយសារតែមានកងទ័ពរបស់ប្រូសាច់ឬក៏កងជំរុញនៅក្នុងតំបន់ដូចជា Hezbollah ឬក៏ Hamas Houthi ដែលត្រូវបានគេធ្លាប់ឃើញចូលរួមក្នុងចំនួនដែលមានអតិភិបទូលំទូលាយនិងពួកគេអាចធ្វើឲ្យចំនួននេះពន្លឿនរហូតដល់ថ្នាក់កាន់តែខ្ពស់ជាងមុនដែលយើងមិនអាចកំណត់សម្គាល់ឬក៏រំពឹងទុកបានយ៉ាងណាក៏ដោយពិភពលោកនៅតែស្ថិតនៅក្នុងចម្ងល់ចំពោះពេលវេលានិងប្រតិបត្តិការចំពោះព្រោះថាការដែលធ្វើឲ្យមានសង្គ្រាមពិភពលោកលើកទី3នេះមិនត្រូវបានជូនជាការអត្ថាធិប្បាយជាផ្លូវការឡើយហើយទោះបីជាមានការព្រួយបារម្ភជាច្រើនក៏មានទស្សនៈពីអ្នកជំនាញនានាដែលទាមទារជាងនោះថាការប្រយុទ្ធអាចនៅតែរស់នៅក្នុងតំបន់មិនអាចឆ្លើយទៅកាន់សង្គ្រាមសកលទេប៉ុន្តែគួរតែមានការជំរុះចេញយ៉ាងច្បាស់ពីការកើនឡើងនៃការចូលរួមពីក្រៅតំបន់ក្នុងសេចក្តីសង្ខេបនេះការវាយប្រហាររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចនឹងឲ្យមានការឆ្លើយតបដែលធ្ងន់ធ្ងរនិងសកម្មភាពអន្តរជាតិកាន់តែខ្លាំងដែលអាចធ្វើឲ្យមានទំនាស់គ្នាកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈមបូព៌ានិងតំបន់ជិតខាងទោះជាយ៉ាងណាក្តីនៅឡើយតែមានសញ្ញាច្បាស់ទល់នឹងការប្រកាសថានេះគឺជាសង្គ្រាមពិភពលោកលើកទី3ដោយសារតែសភាពបច្ចុប្បន្ននៅតែមានការចេះដឹងថាវានឹងនៅក្នុងដំណាក់កាលតំបន់មិនមែនសកលដែលតាក់ទាញកងយោធាអន្តរជាតិនានាឡើយដូច្នេះហើយខ្ញុំសូមសង្ខេបឡើងវិញថាចំនួនរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គណៈនេះមិនទាន់ធ្វើឲ្យមានសង្គ្រាមពិភពលោកលើកទី3ទេប៉ុន្តែតាមការវិភាគនិងតាមបណ្ដាញសង្គមដែលបាននិយាយក្រោយនេះគឺព្រោះតែនៅតែមានការស្វែងរកនៅការគ្រប់គ្រងនិងការនៅក្នុងរចនាសម្ព័ន្ធពាណិជ្ជកម្មនយោបាយអន្តរជាតិហើយក៏វាមានការព្រួយបារម្ភជាសកល
ពីការដែលអាចមានប្រទេសផ្សេងៗចូលរួមបន្តបានដូច្នេះហើយបើមានបញ្ហានោះមែនគឺសង្គ្រាមនេះគឺកាន់តែធ្ងន់ធ្ងរហើយវានឹងអាចបន្តបន្លាយរយៈពេលយូរដូច្នេះហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ពីដើមដល់ចប់សូមកុំភ្លេចជួយចុច like subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗភ្លាមៗពី channel របស់ខ្ញុំដូច្នេះហើយសូមកុំភ្លេចជួយ like និង subscribe ផងអរគុណច្រើនខ្ញុំនឹងស្វែងរកនៅព័ត៌មានបន្ថែមដែលជាព័ត៌មានច្បាស់លាស់មកចែកជូនអ្នកទាំងអស់គ្នា